ពូ Butterfly ម្ដងនេះវិញគឺក្នុងមួយ shot នេះបងទទួលបានទៅនឹងម៉ាស៊ីនមួយទៅនឹងក្បាលរហូតដល់4ហើយនឹងប្រភេទខ្សែសាកមួយដែលជាប្រភេទខ្សែសាកដូចទៅនឹងម្ដងតែប៉ែតវិញខាងយើងដែរវិញទៀតទៅនឹងការប្រើប្រាស់វិញគឺបងប្អូនគ្រាន់តែមួលវាចេញមកហើយបងប្អូនអាចដោះចេញបានទេទៅនឹងការដោះចេញហ្នឹងមួយវិញទៀតគឺយើងអាចធ្វើការមួលដើម្បីដកយកសយោចេញមកហើយយើងអាចធ្វើការភ្ជាប់ទៅនឹងប្រភេទម៉ាស៊ីនកណ្ដុងទឹកនេះនៅពេលដែលយើងភ្ជាប់ហើយយើងអាចធ្វើការមួលមកវាជាការស្រេចវាក៏ងាយស្រួលដែលសម្រាប់យើងដាក់តាមខ្លួនបត់ដាក់តាមខ្លួនស្រួលដែលមានការជ្រាបទឹកញ៉ៃទេការសាកថ្មវិញគឺយើងអាចសាកថ្មរយៈពេល2ម៉ោងទៅ3ម៉ោងហើយកាន់ថ្មរយៈពេល2សប្តាហ៍រហូតដល់5សប្តាហ៍ហើយទៅនឹងរុនសាកថ្មវិញគឺនៅគៀនកន្លែងនេះហើយកុំភ័យថាជ្រាបទឹកគ្នាយើងព្រោះសារតែមានប្រភេទសត្វមួយការពារជំរាបទឹកទៅលើទាំងក្រោមទាំងវាមានផលរំខានដែលធ្វើឲ្យពាក់ព័ន្ធមួយប្រភេទជំរាបទឹកចូលទៅកាន់កន្លែងរុនសាកថ្មហ្នឹងឯងទៅនឹងប្រភេទ mode របស់ម៉ាស៊ីនយើងវិញគឺជាប៊ូតុង power អាចធ្វើការបើកយើងអាចសេរីកម្លាំងខ្លាំងខ្សោយបានរហូតដល់8កម្រិតហើយនេះគឺជាប្រភេទ mode ដែលយើងអាចសេរីបានប្រភេទ normal point ប្រភេទ plus ដែលវាជាដូរប្រភេទ function ការបាញ់ទឹកចេញមកបានទៅដល់ប្រភេទ press ប្រភេទ massage ហើយនិងប្រភេទ push ប្រភេទហ្នឹងគឺយើងអាចធ្វើការដូចទៅនឹងប្រភេទ function jet ដែរដែលវាអាចធ្វើការសម្អាតប្រភេទ Tony Stone បាននៅពេលយើងចុចប៊ូតុង power វាបាញ់នៅពេលលេងវាបិទអញ្ចឹងគឺវាងាយស្រួលមែនទែនក្នុងការបាញ់សម្អាតប្រភេទ Tony Stone ឬក៏បងដែលទៅរៀនបាញ់ប្រភេទ water floss ដំបូងបងប្អូនអាចប្រើប្រភេទ function push នឹងបានប្រើប្រាស់វិញទៅនឹងក្បាលនេះគឺជាប្រភេទក្បាលបាញ់ទូទៅដែលយើងអាចបាញ់បានទាំងធ្មេញធម្មតាហើយនិងអ្នកសម្រាប់អ្នកពុតធ្មេញដែលធ្មេញធម្មតាគឺយើងអាចធ្វើការបាញ់តាក់ទងទៅនឹងកណកចំណេះតាមច្រកធ្មេញទាំងលើហើយនិងទាំងក្រោមរបស់ធ្មេញរបស់យើងចំពោះធ្មេញសម្រាប់ពុតធ្មេញដូចគ្នាគឺយើងអាចធ្វើការបាញ់តាក់ទងទៅនឹងកណកចំណេះតាមច្រកធ្មេញទាំងលើទាំងក្រោមនឹងហើយគឺយើងអាចធ្វើការបាញ់ទៅនឹងប្រភេទកណកចំណេះជាប់តាមប្រេះរបស់យើងបានដូចគ្នាទៀតហើយការដកក្បាលចេញគឺយើងគ្រាន់តែចុចប៊ូតុងកន្លែងរូបសោនេះមកគឺយើងអាចធ្វើការដកក្បាលចេញបានហើយទៅនឹងក្បាលមួយទៀតជាប្រភេទក្បាលសម្រាប់អ្នកពុតធ្មេញក្បាលហ្នឹងគឺយើងអាចធ្វើការបាញ់កណកចំណេះផងហើយនឹងទៅដល់ប្រភេទកណកក្បាលដែលជាប់តាមអញ្ចាញធ្មេញគល់ធ្មេញច្រឡោះធ្មេញឬក៏កណកក្បាលដែលជាប់តាមក្របប្រេះរបស់យើងទៅបានទាំងលើហើយនិងទាំងក្រោមដូចគ្នាតែតទៅនឹងប្រភេទក្បាលមួយទៀតវិញគឺជាប្រភេទក្បាលដែលសម្អាតកណកចំណេះឲ្យជាប់តាមជ្រៅនៅតាមប្លោះធ្មេញរបស់យើងក៏ដូចជាប្រភេទធ្មេញដែលគាត់មានសភាពញឹកខ្លាំងដែលពិបាកក្នុងការសម្អាតយកកណកចំណេះចេញនេះអាចប្រើប្រភេទក្បាលនេះបានដើម្បីបាញ់សម្អាតកណកចំណេះហ្នឹងគឺយើងអាចធ្វើការបាញ់ទាំងលើទាំងក្រោមនៃធ្មេញរបស់យើងការប្រើប្រាស់វិញបានទាំងធ្មេញសម្រាប់ពុតធ្មេញហើយនិងធ្មេញធម្មតាគឺយើងអាចធ្វើការបាញ់ទាំងលើទាំងក្រោមនៅតាមច្រឡោះធ្មេញមួយហើយការប្រើប្រាស់របស់យើងនៅមានមួយចំណុចទៀតគឺនៅពេលយើងប្រើហើយគឺយើងអាចធ្វើការមួលបកចេញបានហើយយើងអាចធ្វើការចាក់ទឹកចេញហើយយើងអាចកលាស់សយោនឹងហើយយើងអាចយកប្រភេទក្បាក់សយោហ្នឹងយើងអាចដាក់ចូលក្នុងហ្នឹងមកដើម្បីយើងដាក់ចូលញ៉ាំរបស់វាវិញដើម្បីការពារជ្រាបទឹកហើយយើងធ្វើការសាកថ្មតាមនេះបានយើងអាចធ្វើការបិទឬក៏បើកកន្លែងឆ្នុកហ្នឹងទីយើងអាចធ្វើការដកក្បាលចេញហើយយើងអាចធ្វើការមួលតាក់ទងទៅនឹងប្រភេទម៉ាស៊ីនហ្នឹងចូលគ្នាវិញ